Top ដើម្បីតាមដានវត្តមានសេកាកម្មលោកគ្រូអ្នកគ្រូត្រូវដាក់ training location ហើយដើម្បីដាក់ training location បានលោកគ្រូអ្នកគ្រូចុចទៅលើប៊ូតុងពណ៌ក្រហមនេះបាទបន្តមកចុចទៅលើ training location បាទហើយដើម្បីទាញយក link ពី Google Maps បានលោកគ្រូអ្នកគ្រូចុចទៅលើ link មួយនេះអូខេអញ្ចឹងវានឹងនាំយកលោកគ្រូអ្នកគ្រូមកទីតាំងដែលអ្នកគ្រូអាច set បានអញ្ចឹងបច្ចុប្បន្ននេះគឺខ្ញុំ set ទៅលើទីតាំងដែលមាន business development នេះបាទអូខេហើយបន្តមកទៀតគឺខ្ញុំ copy link មួយហ្នឹងយកមកដាក់ចូល system បាទអញ្ចឹងខ្ញុំចុច copy មកបាទខ្ញុំចូល system វិញហើយខ្ញុំ paste link ដែលខ្ញុំបាន copy ហ្នឹងអូខេបន្ទាប់ពីលោកគ្រូអ្នកគ្រូ paste link ហើយលោកគ្រូអ្នកគ្រូចុចទៅលើប៊ូតុង create ពីលោកគ្រូអ្នកគ្រូដាក់នៅ training location រួចហើយលោកគ្រូអ្នកគ្រូត្រូវតែទាញយក QR តាមរយៈប៊ូតុងមួយនេះរួចហើយលោកគ្រូអ្នកគ្រូចុចទៅលើ attendance QR បាទកាត់អីនៅពេលលោកគ្រូអ្នកគ្រូទទួលបាន QR លោកគ្រូអ្នកគ្រូត្រូវតែដាក់ឲ្យសេកាកម្មគាត់ scan ចូលនិង scan ចេញមុនពេលបណ្ដោះបណ្ដាលនិងក្រោយពេលបញ្ចប់វគ្គបណ្ដោះបណ្ដាល